បាត់សັບភារយអ្នកដែលគាត់មានបញ្ហាស្គមទាក់ទងនឹងបញ្ហាក្រពីពោះវៀនផ្ទាល់តែម្ដងបាទអញ្ចឹងបងប្អូនដែលគាត់កំពុងតែមានបញ្ហាស្គមខ្លាំងចុកឆ្អល់ក្រពីពោះវៀនភើជូរបាយមិនបានគេងមិនលក់ក្តៅក្នុងក្តៅខ្លួនក្តៅសាច់នេះបងប្អូនទៅកាន់តែយូរមានបញ្ហាកាន់តែច្រើនបងប្អូនខ្លះទៀតថាគាត់អត់មានបញ្ហាចុកឆ្អល់ក្រពីពោះវៀនទេបងតែហេតុអ្វីមិនគាត់ញ៉ាំច្រើននៅតាមបន្លាងគីឡូបញ្ហាដោយសារតែបងប្អូនខ្វះជាតិទឹកខ្វះជាតិវីតាមីនក្នុងខ្លួនទៅបីជាបងប្អូនខំញ៉ាំបាយបានច្រើនប៉ុណ្ណាក៏នៅតាមបន្លាងគីឡូនៅតែមានបញ្ហាសុខភាពអាចស្រូបវីតាមីនចូលខ្លួនបានក៏ពីពោះវៀនបងប្អូនអត់ស្រូបវីតាមីនចូលខ្លួនធ្វើឲ្យបងប្អូនមានបញ្ហាស្គមដល់អាចឡើងគីឡូបានទេពេលខ្លះទៀតយើងប្រើប្រាស់ផលិតផលអស់ច្រើនមែនទែនបាទញ៉ាំផលិតផលនៅតាមបានផលតែពេលយើងប្រើចុះប្រើវាត្រឡប់ទៅភាពដើមវិញទៀតដោយសារតែយើងមិនទាន់បានព្យាបាលបញ្ហាក្រពីពោះវៀនរបស់យើងនេះឲ្យវាជាសិនឲ្យស្រូបវីតាមីនចូលខ្លួនសិនបងប្អូនចង់ព្យាបាលងាយស្រួលខ្លាំងមែនទែនបាទគ្រាន់តែប្រើប្រាស់បាទជាមួយនឹងបាទឆ្នាំនេះបាននេះគឺខាងគីឡូនឹងព្យាបាលបញ្ហាសុខភាពរបស់យើងទូទៅផ្ទាល់តែម្ដងបាទជួយពុកម៉ែបងប្អូននេះបាទហូបបាយបានបាទគេងលក់ស្រួលធ្វើការទៅមិនហមមិនបាទកម្លាំងការបញ្ហាក្តៅក្នុងក្តៅខ្លួនក្តៅសាច់ដល់មុខតែប្រើបានទាំងប្រុសទាំងស្រីផងដែរបាទមកកំប៉ុងឡើងចន្លោះពី2ទៅ4គីឡូស្រ័យទៅលើសុខភាពរបស់យើងចាក់ស្រែងបងប្អូនចាប់អារម្មណ៍ឆាតមកកន្លងនេះប្រម៉ូសិនខ្ញុំបិនទិញ3កំប៉ុងថែមជូន1ហើយព្រីទាំងសវ៉ាដូចជួយបងប្អូនជាស្រាប់បងប្អូនដែលគាត់ឆាតមកកន្លងនេះ20នាក់ចុងក្រោយផងដែរបាទក៏ច្រើនបាទក្រោបជ្រាបលាបាយឯងបាត់ធ្លាក់សហូបបាយក៏រៀងបានរៀងមានសាច់ជាងមុនគីឡូខ្ញុំតា40គត់នេះនឹងចាឥឡូវឡើងបាន50គីឡូ52 53ហើយខ្ញុំខានផ្លឹងយូរឲ្យតាំងពីប្រាប់បងឯងសាមុនមកបងបាត់ជាប់បាត់អីពេលខ្ញុំទាន់លេបប៉ុនបងឯងជាប់ខ្ញុំលេបម្សៅអីក៏អត់បាត់ដែរតែពេលបានលេបអាថ្នាំហ្នឹងទៅគ្រាន់វាបាត់ជាប់បាត់អីហើយឡើងគីឡូមានសាច់ជាងមុនណាបងហើយបាត់ធ្លាក់សទៀតខ្ញុំសាងទឹកលេបបានទៅហើយជា2ថ្ងៃដែលមើលទៅវាបាត់ឆ្អល់ចឹងហើយខ្ញុំចង់សាងឲ្យអ្នកផ្ទះខ្ញុំ3កំប៉ុងដូចនេះដែរចឹងតែខ្ញុំទំលេបបាន2ថ្ងៃនៅចាអរគុណបងស្រីចាសម្រាប់ទំនុកចិត្តចានេះគាត់ក៏មកអន្តទាទៀតចាអរគុណច្រើនបងស្រីបងអត់អស់ច្រើនទេអូនទៅអស់ចិត្តមកកំប៉ុងតាកាលហ្នឹងអូនទៅប្រាប់ថាលេបមួយថ្ងៃតែមកក្របហើយអីក៏លេបតែពេលដេកចឹងណាអូនប៉ុន្តែដល់ឆ្នាំហ្នឹងបកែហើយអីជឿតែបកែមែនតែគ្រាន់តែហើយអីក៏រៀងមានសាច់បន្តិចដែរមិនចេះថាទេឆ្នាំហ្នឹងបកែមែនអីសំទៅសើអត់អីគួយឲ្យនេះបើថាកូនមានអូនមានអីច្រើនណាអីទិញមកកំប៉ុងទៀតលេបអស់ចឹងទៅចាំយកមកកំប៉ុងទៀតចឹងណាគួយគាត់លេបឥឡូវគាត់លេបឡើងគីឡូហើយហូបបាយបានហើយបាត់ក្តៅខ្លួនដូចមុនពីមុនដេកក៏ពុះគ្រូតែละលឿនចាហើយក៏លេបតាមហ្នឹងគាត់ថាស្រួលចឹងណាហើយលេបទៅថាក្នុងខ្លួនគាត់ស្រួលអត់ជប់រួយអីចឹងណាចាត្រូវចាអត់ថាលេបទៅត្រូវតែខ្ញុំស្ទាបខ្លួនគាត់ដែរពីមុនពីមិនទាន់លេបស្ទាបទៅវាក្តៅខ្លួនណាចាប៉ះតែក្តៅសាច់គាត់ក្តៅក្នុងណាដល់ពេលបានលេបថ្នាំចាឯងទៅអត់ក្តៅទេចាខ្លួនគាត់ទៅជាស្រេបលើកឡើងថ្នាំចាឯងល្អមែនតែចាទោះបីថ្លៃក៏វាមិនអីដែរចាព្រោះថ្នាំល្អអញ្ចឹងណាចាទៅតាណាក៏លក់ដាច់ចឹងណាចាពីផលិតផលចេញមកដូចថាធ្វើអ្នកទិញទុកចិត្តលើចាឯងចឹងណាលក់ផលិតផលល្អចាបងពីមុនខ្ញុំបាន58ពេលឥឡូវខ្ញុំបាន62គីឡូល្អដែរតើបងពេលខ្ញុំខាន់ហូបយូរទៅអត់ស្រក់អីនៅដែរ